បងរៀបសួរបងនៅខាងជលកៅនឹងក្រោយរោងអូលេងទាំងថ្ងៃប្រយហ្នឹងហើយបងតាមសម្រួលបងទុកឲ្យខ្ញុំពីកំប៉ុងផងហើយខ្ញុំឈប់ផ្សាយប៉ុន្តែនៅផឹកតាមកជុំគ្រាន់នេះបានមានកន្លោះគាត់បានភាសាគ្នាអរគុណណាស់បាទរៀបសួរម្ដងទៀតខ្ញុំធ្លាប់មកការគាត់10ឆ្នាំមុនបាទឥឡូវសម្រស់នៅតែក្មេងបាទចាស់តែខ្ញុំបានកូនចៅបានអ្នកឯងទៀត2បាទដឹងមិនបដ ாய் បាទបងប្អូនណាហើយកាត់សក់ថាការឲ្យកូនចៅបានតែ2នឹងទេបាទបើខ្ញុំ2ដែរហ្នឹងបាទឃើញថាសម្រស់នៅតែស្អាតសុំដល់សើបាទតាំងប្តីតាំងប្រពន្ធនេះសិតឲ្យម៉ួយខ្ញុំហើយបាទអរគុណណាស់មានថ្ងៃនេះខ្ញុំបាននេះគ្រឿនបាទមានមហាកិត្តិយសណាស់ភាសាគ្នារឿងអីណាខាងនោះខ្ញុំកាត់សក់ឲ្យបានបុត្រធីតា2ព្រះអង្គយើងចង់បានប្រមាណដែរ4ណាមើលរៀងយើងផងរៀងដូចមិនសូវមាំទេរៀងទុយល្អិតទីរ4គេមានតែបណ្ណាបណ្ណៃគេបានតែ2គួយញាក់ជើងឲ្យកម្លាំងច្រើនយ៉ាងបាទខ្ញុំបាននេះគ្រឿននេះថាមានមហាកិត្តិយសបាទបានចូលរួមសម្ដែងបាទជាតួអង្គប្រឡងតុងទេវតាទទួលការងារព្រះអង្គសកទេវរាជនៅឋានលើទេណាយបាទអរគុណណាស់ហើយក៏អរគុណចំពោះលោកឪពុកអ្នកម្ដាយបាទទាំងសងខាងដែលបានផ្ដល់កិត្តិយសឲ្យខ្ញុំបាទនេះគ្រឿនបាទជាមួយបងអូនស្រីខាត់សួស្ដីបានចូលរួមសម្ដែងលេងកាត់សក់មកកក់សេរីជូនកុំប្រុសកូនស្រីបាទជាទីស្រឡាញ់ហើយឃើញថាជាក់ស្ដែងទេណាយបាទកូនកំមុំនឹងក៏ស្រស់កូនកំឡោះនឹងក៏សង្ហាទាំងរៀងរើកម្ពស់កំពក៏ថាសាកសមគ្នាខ្លាំងណាស់ហើយបានដឹងព័ត៌មានថាខាងកូនកំឡោះអ្នកខាងខេត្តព្រៃវែងផងបាទព្រៃវែងនៅក្បែរស្វាយរៀងនោះទេទៅអើលោកប្រុសបាទអ្នកខាងព្រៃវែងនៅតំបន់ណាដែរទៀនស្រុកភូមិអីដែរខាងនោះពោរៀងស្រុកពោរៀងសុំដងទៀតមិញស្ដាប់អត់ទាន់មើលកុំភើពេកមើលកុំភើពេកដងហើមួយយើងបានពុនហើយពុនយើងស្អាតណាស់អត់អីទេអ្នកខាងភូមិណាស្រុកណាអត់មានភ្លេងតែជើងញាក់រហូតបែបនេះហើយចាំល្ងាចគេឲ្យរំនៅខាងស្រុកពោរៀងភូមិព្រែកក្រូចឃុំព្រែកតាសស្រុកពោរៀងខេត្តព្រៃវែងអូអរគុណច្បាស់ការឲ្យទៀនបាននៅខាងពូរៀងចូលតាមផ្លូវស្នាយពុលតែខ្ញុំស្គាល់ខ្ញុំដឹងណាទឹកដីធ្លាប់ឆ្លងកាត់ទៅនោះដែរទេខាងពូរៀងនោះបាទហើយខាងនោះគេហៅថាខេត្តព្រៃវែងហើយបាទមិនមែនខេត្តកណ្ដាលទេហើយក៏បានភរិយាអ្នកខាងភ្នំពេញហើយសួរតាមត្រង់មើលភរិយារបស់យើងសម្រស់គាត់ស្អាតខ្លាំងហ៎ទៀនស្អាតហ្នឹងបានស្រឡាញ់គេដឹងតើស្អាតហ្នឹងបានស្រឡាញ់ស្អាតខ្លាំងដែរលោកប្រុសស្អាតខ្លាំងនេះណាហើយស្រឡាញ់ខ្លាំងអត់ចុះស្រឡាញ់ខ្លាំងទំហំនៃការស្រឡាញ់នឹងប៉ុណ្ណាដែរទៀនវាបាក់ព្រៀបផ្ទឹមវាស់បានណាអត់ទេវាស់បានទេប្លង់គីឡូអត់មានជីងថ្លឹងมันអាចព្រៀមទឹមมันអាចវាស់វិញมันអាចថ្លឹងថ្លែងបានទេបាទទំហំនៃក្តីស្រឡាញ់ថាមហាធំធេងខ្លាំងណាស់ពេញមួយជីវិតបងអរគុណណាស់មានណាគេថាសាកសមគ្នាក៏ល្អស្រស់បំប្រងប្រពន្ធក៏ស្អាតប្តីក៏សង្ហាចឹងចំបាននេះគ្រឿនក៏មានវាសនាបានចូលរួមសម្ដែងលេងកាត់សក់ឯនេះហើយក៏អរគុណលោកប៉ាខាងកូនកំមុំផងបាទជួបគាត់ច្រើនដងហើយតែអត់ចំណាំមុខគាត់តែមិញគាត់ប្រាប់ថាគាត់អ្នកខាងផ្នែកថតរូបបាទថតវីដេអូក្នុងកម្មវិធីមង្គលការដែរទេបាទគាត់អ្នកទទួលកម្មវិធីមិនថាតិចមិនថាច្រើនមិនថាទុយមិនថាតុំគាត់ទទួលទាំងអស់ប៉ុន្តែជាក់ស្ដែងយើងអត់ចំណាំមុខគាត់ទេដោយសារពេលគាត់ថតគាត់យកកាមេរ៉ាមកដាំមុខនឹងចិត្តចឹងអញ្ចឹងយើងមិនចំណាំមុខគាត់តើប៉ាមកហៅកាត់ចឹងបានចាំមុខប៉ាទុកបាទហើយឮលោកប៉ាថាមានកូនតែ2នាក់ទៀតបាទកូនតែ2នាក់ទេបាទហើយការកូនស្រីហើយនៅសល់កូនពៅប្រុសមួយទៀតបាទទុកជាម៉ួយបាទណាបាទជាម៉ួយហើយតាំងពីបាទ
bà đai rằng bị đóng năm môn nó quạt bàn rồi kết dục trong bàn để cưỡng bàn chỗ rúm cắt sọ mà đòn hay đài lời rung đi rung tỷ 3 tỷ 4 hay tiền bà chẳng cái tha bàn được tua promotion hay tiền đi bàn promotionហើយbà ok nè lụa lê lụa mà sao cái nè lụa đây lâu cái miền promotion trong bàn đi cưỡng mà cắt sọ lúc ba có miền promotion đài lời ní ba bàn promotion năngហើយbà con mong thaสบายเหมือนแต่bàn promotion năng hay promotion cái tha mình thọp miền đây bong bầu bà miền trong bàn này cưỡng vừa với dân bàn pi rung hay tiền bàn bay pi rung hay nơi sol chất sắp bay rung thiết dân bàn promotion free mà rung bà thầy dương rung thì mua thì phí dương giờ lùi xanh á bà chẳng mà thì bẹt múa chồng dương free bà đấy promotion thầm rap nè cắt sọ chun từ đó con là con của mông con na cái đó bong ôn màu bị khang khai pre với gọi chào đấy tiên thằng khang na đấy tiên khang nói tiên nó bà bong ôn này khang pù riêng á thằng khỏi nữa ô thằng cày thằng nó sọc sờ bài bong bà dương bàn vô bàn mà ca nó pin đó không thòm ta đấy ấy ti tăng cái này dương người ta là chợ thì chung là on á chọn cắt này nó vô là nghĩ gọi là bánh hà đấy được sấy cái bao sân thì chợ xuống coi xuống ngồi đây tiệt lẩu bà này nè chợ là on nè con ấy ôi nè cầm đồ vô mơ bị hăng nè bà bà rô khlang men nè cầm đồ mà bàn mau tại bay nè nè nghiệp xuồng là ôi kia này tha đôi mạch á toàn kêu bỏ dụ á mau bị khang nè đại tiền dừng chơi còn màu khang nè nè chất khang dừng chẳng mau bị khang prey vây pù riêng đây ô nè khang pù riêng đây sọc sờ bài ổn á dụ màn hãy ổn ở đây đang mạch mong mấy nơi rung nó chơi chơi chỉ chẳng ở hồn tôi miên pleng cả ròm miên pleng cả ròm dụ màn á đọc vào mùi ở nơi mình ổn là ổn này dừng trận miên cu đa hơi từ nào ổn ní con bong mẹ nhúng tại trong mặt cắt sải con máu sạch á ô nó từng hai nó cắt tam ba cột hay này màu êm bỏ còn nó con là mùi sạch là hơi nè ổn bong dừng pu dừng con còn khơi sạch đấy đây xa còn hai trong mặt cắt sọ thì sầm ráo dừng vô khi làm thằng o mong này đấy này mưa ai phải lật con bàn sầm ráo phải hay pu mình dừng ngọt đấy bán tình yêu à tình yêu áo ấy tình yêu không ấy sạch bàn phần nắng cô sạch chiên nâng tiền vô sạch chiên nâng tiền ồ vô sạch chiên nâng tiền còn mấy còn mấy mua được nhom á đó là group play này mà đã dạy chiên mà clear mất nè coi dây này nhom bát lược đáy láng cổ rụp mà riêng thằng đam áo xe ra xây nè dây đi nè nhom bát lược đáy láng cổ rụp mà riêng thằng đam áo xe ra xây cổ rụp lược mê bà đó thla ngày ninh chia thành ngày lõ hay ông cha có xôm cổ rụm trung anh ốt đóm nâng lúc chung tiêu nạn niếng canh nhá có xôm cổ rụm trung anh ốt đóm nâng lúc chung tiêu nạn niếng canh nhá có xôm cổ rụm lục dưới cha chồng riêng xua bong krân chi cu chồng riêng sọt sang à con đại ban là sao bò cha chồng riêng xua bong krân chi cu chồng riêng sang sang ha ta bong con cháu ba đan cho con con trâm bàn chia sang ha ơi mà lanh tè chồng riêng
សួរម្ចាស់បង ម្ចាស់អូនត្រូវជាអាម៉េចជាមួយអ្នកកំដរខាងនេះ ចា អ្នកកំដរ គាត់តែស្គាល់គ្នាធម្មតាអញ្ចឹងហ៎បងអត់មានជាប់ខ្សែសាលាអីទេមិនបង អត់ឃើញរៀងទូចប្រហែលគ្នា ទូចណាខ្ញុំឃើញគេធំតា ណា ឃើញគេធំតា អត់តាន់ធំអស់ទេនៅធំទៀត នៅទៀត តែមិនយុ6 7ដាមទេ មើលលោកប្រុសខាងនេះ មិនទាន់កំ ក្រោ ឡោះ កឈរមើលក្រោកឈរមើលអូគាត់ ខ្ញុំមិនកំពុងថាអូននេះគ្នាអានឹងក្មេងគេអាយុ9 10គ្នាទូចហើយនេះ30ជាងនៅទូចដែរហ្នឹងឥឡូវមិនទៀតឡូវ ឥឡូវណាគេនេះគេមិនទាន់ធំគេមិនទាន់ញាត់សាច់គេនៅក្មេងគេនៅសង្ហា ចឹងអូនឯង គេនៅធំទៀតណា យីហ៎ ចា មិនទាន់ញាត់សាច់ទេ ទាន់ញាត់សាច់ទេ ចូលអូនឯងបានញាត់សាច់នៅធំអស់នៅ ខ្ញុំ អស់ហើយ អស់ហើយ អស់ធំហើយ អត់មានអីធំទៀតទេ ហ្នឹងហើយអា ចុ ហ្នឹង ះបើទៅមិនបងបើតកូលយើងប៉ុណ្ណឹងដែរហ្នឹង តសើគ្រួសារអូនឯង ចា ឬតែកូនច្រើនផង ចាអូ ប ពុក ង ខ្ញុំ ប្អូន ពុកខ្ញុំមិនកូនតាពីរដូចលោកមេបាចេះទេ អញ្ចឹង លោកមេបាគាត់មានបុត្រធីតាតាពីរណា ពីរ លោកមេបាខាងស្រី បាទ គាត់មានពីរ អូនឯង ស្រីមួយស្រីមួយព្រោះខ្ញុំណាពុកខ្ញុំតាខាត់ទេ បាទ 1ម៉ែត្រហើយតែប៉ុនផលិតកូនបាន9 អូ ចា វាបាក់ឡជើងក្រោម ដល់អស់តោះទៅហាទូចទៅហាណាបង បាទ ចា អីគ្រួសារឯងបើលើសពី1ម៉ែត្រកន្លះហ្នឹងគឺថារស់អត់កើតបណ្ដោយហ្នឹងមិន លោកពីម៉ែកន្លែងគ្នាតែប៉ុណ្ណឹងបងអើយ ប៉ុន្តែអស់តែគ្នាបងប្អូនកម្ពស់ហ្នឹងល្អ រស់ដល់គេដូចឯងដែរគាត់ថាមិនធំ មិនធំ ចា គាត់ថាមានចំណេះជំនាញខាងផ្នែកសិល្បៈបុរាណច្រើនណាស់ ចា តាំងពីបងខេមមកសតអ្នកសិល្បៈជើងចាស់ខ្លាំងល្អថាពហុជំនាញណា ចា តាំងរាំតាំងជើងតាំងសម្ដែងលក់លេលក់មកសៅមានមកកំ pl េមកចំចេះណាស់ តោះឲ្យបង បាទ ចាហើយជាពិសេសទៀតណែបងស្រីខ្ញុំខាត់សុខឹមហ្នឹងគាត់រៀងធំបន្តិច រៀងធំ ចាបន្ទាប់មកខាត់ចម្រើន អឺ ខាត់សរមខាត់សរេនខាត់ស្រីវងខាត់យ៉ៃខាត់សេរីខាត់សួស្ដីខាត់ណាចា តាមពិតគ្រូសាវណៃបើកុំដាក់តកូលខាត់ណាមិនមែនប៉ុណ្ណេះទេ មកចឹង ចុះបើខាត់ឲ្យវាអស់សឹកយូរកាន់តែខាត់កាន់តែទូច អូ ហ្នឹងដោយសារដាក់តកូលខាត់ហ្នឹងឯងណែចំណាំមើលតែគេខាត់ឲ្យមលីងឲ្យវាខ្លីឲ្យវាស្ទើរអញ្ចឹងដល់វាខាត់ទៅវាអស់កសលកម្ពស់ហ្នឹងយកទៅកុំបាក់បារម្ភពេក ចុះបើទៅមិនបើមកចឹងហី បាទ មិនតកោខាត់ មកណា ចាតែប៉ុន្តែថាខាត់មែនទៅណាខាត់ឧបទ្រពចង្រៃយកតែសេរីសួស្ដីជូនលោកមេបាហ្នឹងហើយ លោកមេបាហើយឃើញថាថ្ងៃនេះលោកមេបាការកូនកំមុំ ចា កូនដំបងទៀតនៅសល់ម្នាក់ទៀត នៅសល់ម្នាក់ទៀត កំឡោះ ចា បាទកំពុងដល់ពេញវ័យហើយ ហ្នឹងហើយ អញ្ចឹងបានថាយើងធ្វើអីយើងមានប្រម៉ូសិនល្អ ប្រម៉ូសិនហ្នឹងហើយ ឥឡូវយើងសល់ប្រម៉ូសិនមួយទៀត ប្រម៉ូសិនមានប្រម៉ូសិនទៀតហ៎ មួយទៀត មកខ្ញុំលើសោបងឯងថាប្រម៉ូសិនពិសេសមិញហ្នឹង បាទ 80រោងព្រី1រោ ព្ ង រីមួយរោង ឥឡូវយើងមានប្រម៉ូសិនពិសេសអីបង្ហាញឲ្យអស់មកបង បាទ ជួបភ្ញៀវកិត្តិយស ជំរាបជូនប៉ាម៉ាក់ចេះទៀតហើយនៅសល់មកប្រម៉ូសិនទៀតគឺជាប្រម៉ូសិនដែរមិនធ្លាប់មានបាទ អូ នេះគឺជាប្រម៉ូសិនដែរមិនធ្លាប់មាន ចាដាក់មក បា ប ទ ងចា ចឹងជូនគ្រួសារលោកពុកអ្នកម្ដាយតែម្ដង ចា បាទ បងចាចា ម៉ូសិនគឺថាឧទាហរណ៍យើងមកកាត់សក់អញ្ចឹងបាទមានក្មេងៗទេណា ចា ក្មេងៗក្នុងកម្មវិធីមង្គលការនៅក្នុងមហារោងព្រឹកហ្នឹង ចា ក្មេងៗអាយុក្រោម15ឆ្នាំចំបាននេះគ្រឿនជូនម្នាក់50000រៀល អូ បាទម្នាក់50000រៀលនេះគឺជាប្រម៉ូសិនដែរមិនធ្លាប់មានទេ អូ ចឹងបងប្រុសបងស្រីដែលមានកូនបាទអាយុក្រោម15ឆ្នាំគឺដឹងថាបានម្នាក់50000រៀល បានម្នាក់50000រៀល បាទនេះ អូល្អប្រម៉ូសិនល្អនេះបង ដោយសារយើងថាលោកក៏ផ្ដល់កិត្តិយសឲ្យយើង ចា ហើយយើងក៏មានចិត្ត ចា សម្រាប់ក្មេងៗដែលថាជាចំនួនក្រៅអញ្ចឹងណា ចា ឥឡូវមើលក្មេងៗមានប្រមាណអ្នកបាទនៅក្នុងមហារោងនេះបាទ បើតាមខ្ញុំដឹងខ្ញុំកលែកមើលពីស្ដាំទៅឆ្វេង បាទ ចាអូបងហើយប្រហែលជាចូល30នាក់នេះក្នុងមួយរោងជ័យ បាទនេះជារឿងពិតខ្ញុំនិយាយមែន បងឯងកុំភូតផកកុហកយើងជាអ្នកសិល្បៈបង ម៉ាត់ណាម៉ាត់ហ្នឹង ចា នេះគឺជាប្រម៉ូសិនដែលមិនធ្លាប់មានទេ ប្រ បា ម៉ូ ទក្មេងៗមកមើលខ្ញុំកាត់សក់អាយុក្រោម15ឆ្នាំជូនម្នាក់50000រៀល ចាចង់សប្បាយចិត្តទៅក្មេងៗចា នៅក្រោយសិតអាយុក្រោម15ឆ្នាំ អូមិនដែរបើណាមកមីងសុំសួរ ក្មេង តិច ទូចៗ ចានេះតែមួយនេះមក 15 តែមួយនេះបានណាកូនណាកូនអាយុប្រហែលកូន
8 ឆ្នាំអូ8ឆ្នាំចូលប្រម៉ូសិនណាចាក្រោម15ឆ្នាំក្រោម15ឆ្នាំ ចា ទទួលបាន 8ឆ្នាំចូលប្រម៉ូសិនហើយចា ទទួលបានម្នាក់50000រៀល 50000រៀល មានប្រមាណជូនទាំងអស់ ចា នេះគឺជា promotion ដែរមិនធ្លាប់មាន ចា បាទអូនទៅណាអូនទៅណា ទៅប្រម៉ូសិន ទៅ promotion ចាំមកបងឯងប្រកាសឲ្យមិនគ្នាមកប្រម៉ូសិន ដែលថាពូថាឲ្យម្នាក់50000រៀលហ្នឹងមែនក្មួយ បាទ ពូបានប្រាប់ក្មួយឲ្យតើ promotion ដែរមិនធ្លាប់មានណាក្មួយ promotion ដែរមិនធ្លាប់មាន ប្រម៉ូសិនដែរមិនធ្លាប់មាន បាទគឺមិនមានទេមិនមានទេអូនសុំទោសក្មួយណានេះ promotion ដែរមិនធ្លាប់មាន អើយគ្នាឡើងខំដើរមកគ្នាឡើងខំមកយកប្រម៉ូសិននេះ អើចុះខ្ញុំប្រាប់ហើយតើថា promotion ដែរមិនធ្លាប់មានគឺមិនមានទេ អត់ដែរមានសោះ បាទមិនមានទេ គ្នាអូនេះខំតបាន ហើយបើមានមែនម្នាក់50000រៀលឯងគិតមើលក្មេងៗមកកណ្ដោយើងរត់មិនរួចមិនគ្រប់ថ្លៃសាំងអូនឥឡូវក្មួយមកហើយក៏ក្មួយក្លាហានដែរសួរក្មួយម៉ាត់ដែរ ចាចា ក្មួយប្រុសមានឈ្មោះអ្វីដែរ ប៊ុនលេងអធិចេស្តា អូយ ឈ្មោះវែង ចាំអស់ទេអូនសុំម្ដងទៀតភេទប្រុសភេទស្រីអូន ភេទប្រុស អាយុប្រហែលឆ្នាំហើយកំឡោះ អាយុ8ឆ្នាំ អាយុ8ឆ្នាំអីស្គាល់ពូអត់ ស្គាល់ អូពូឈ្មោះអី គ្រឿន ពូគ្រឿនហើយឃើញពូសំដែងធ្លាប់ឃើញពូលេងកំ pl ែងតាមតាមទូរស័ព្ទទេក្មួយ អត់ទេឃើញតែវីដេអូពូថតពីកូនពូឯង អញ្ចឹងហើយឃើញពូតាមទូរស័ព្ទតាមអីឃើញហៅពូថាម៉េច ពូគ្រឿន ពូគ្រឿន ហៅពូហ៎ដែលធ្លាប់ហៅអាដែរ អត់ អេគាត់គាត់បាអូននេះថាជីវធរគេល្អឈ្មោះក៏បរោះមែនទេឆ្លាតមែនទេ ក្មេងឥឡូវម៉ាក់ប៉ាគេអប់រំស្ដីបណ្ដោយតែវាហៅបងឯងពូទៅនៅមុខបងឯងទេ អញ្ចឹងហ៎ ហ្នឹងតាមនៅក្នុងទូរស័ព្ទ ដៃលឺមានក្មេងៗណានៅក្បែរផ្ទះក្មួយហៅពូថាអាគ្រឿនណា អត់ អត់ដែរអ្នកហៅអាទេគេហៅថាម៉េច ពូគ្រឿន អូល្អណាស់តម្រងហ្នឹងមានគេហៅពូ បានតម្រងហ្នឹង អូនអើយរាល់ថ្ងៃគេហៅតែអាទេហៅអាព្រោះជាង ចា ទៅ ទៅណាមកណាគេហៅអាអញ្ចឹងទៅ យើងអ្នកសិល្បៈកំ pl ែងសំដែងអញ្ចឹងគឺគេហៅតែអាទេ អូតែបងឯងប្រកាន់អត់បង អត់កាន់ទេ អត់ប្រកាន់ទេ ក្ ណោះ មេងហៅអញ្ចឹងក្មេងគាត់ស្គាល់យើង ចា ហើយណាមួយវាទូទៅហើយ ចា អរគុណណាស់ក្មួយ ហ្នឹងហើយ អញ្ចឹងមិញមកយក50000ឲ្យក្មួយ50000ចា ឲ្យទៅបងបើគ្នាខំមកហើយតា អានេះគេហៅថាការលើកទឹកចិត្តដល់ក្មេង ចាឲ្យគ្នាម្នាក់ហ្នឹងទៅ អូនអើយអានេះអត់មានកប៉ាវទេក្បិននេះហ่าអូន អេគេថាឲ្យក្មួយ50000ហើយ ឲ្យដឹងឲ្យតែសំខាន់អត់បានដាក់លុយតាមកប៉ាវមើលក្បិនដែលមានកប៉ាវពីកាល់ អញ្ចឹងនេះមិនប៉ៅអី អូផ្លេចថាមានកប៉ាវអាវនេះមានកប៉ាវវាអត់លុយ គេទៅមែនណាពូគ្រឿនហ្នឹងណាដល់អញ្ចឹងក្មេងគ្នាខំអនេះ ឲ្យអាំងប៉ាវ50000នៅអរគុណយាយតាមួយរៀបសួរអរគុណយាយតាអរគុណយាយតា ជំរាបសួរយាយតា អរគុណយាយតា អរគុណយាយតា អរគុណពូមីងមកខាងនេះក្មួយអរគុណពូមីង អរគុណពូមីង ល្អណាស់កូនមកបែរខាងនេះអរគុណលោកយាយលោកតា អរគុណលោកយាយលោកតា មកអរគុណពូមីងទៀតណា អរគុណពូមីង ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំសប្បាយចិត្តណាស់ បានមកការពូមីង បានមកការពូមីង ជូនពរឲ្យពូមីង ជូនពរឲ្យពូមីង ឆាប់មានកូនចៅ ចាប់មានកូនចៅ អរគុណពូគ្រឿន អរគុណពូគ្រឿន ហៅខ្ញុំមកសួរ ឲ្យហៅខ្ញុំមកសួរ ឲ្យខ្ញុំ50000 ឲ្យខ្ញុំ50000 ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំសប្បាយចិត្តណាស់ តែលុយនេះ តែលុយនេះ ខ្ញុំមិនយកទេ ខ្ញុំមិនយកទេ អរគុណឲ្យក្មួយឲ្យចឹងឯងចេះក្មេងឆ្លាតអើយឆ្លាតអូមិនខកអូន ឃើញយ៉ាប់បែរឯងក្មេងគ្នាថាតាមគ្នាមិនថាតាម មិញថាលោករយកលុយហើយដល់ពេលអូនថាអត់យកតាំងអត់យកទេក្មួយណា អឺបើពូឯងឲ្យខ្ញុំនិយាយតាមអ្នកក្មេងនេះឆោតឲ្យគ្នានិយាយតាម អញ្ចឹងក្មួយឯងនិយាយតាមពូថាអីអាកន្លែងយកលុយថាយកទៅពូឲ្យហើយក្មួយឯងថាអត់យកអាចឥឡូវថាយកអត់50000ហ្នឹង យោ យក
ចាំនេះដឹងហើយគ្នាដឹងរោលអត់ប្រុសប្រាប់គ្នា យកលុយ50000យកធ្វើអី យកទៅសំ សំអីក្មេងហ្នឹងឆ្លាតទៀត ដល់ទូ8ឆ្នាំតែចេះសំលុយហ៎បង សំខាន់គាត់ចេះដឹកឃើញថាអាការសំហ្នឹងវាជាប្រយោជន៍ទុកលុយកាក់ទិញរបស់របរដែលមានប្រយោជន៍ល្អ ចាចេះគិតចេះគូ ចាអរគុណណាក្មួយសុខសប្បាយចាំពូឲ្យ50000ហ្នឹង ចាហ្នឹង មើល ហើយ ឯងអង្គុយទៅហ្នឹងហើយកុំទៅណាណា ហ្នឹងហើយ អង្គុយទៅនេះកន្លែងកៅអីហ្នឹងក្មួយ ហ្នឹងអង្គុយចិត្តតាចិត្តយាយហ្នឹង ហ្នឹងយើងលេងចាប់យើងចេញតាមនេះទៅមានអី អើយលេងសក់ក្បួនកាច់ក្មេងអូយចាំបានក្មេងឆ្លាតហ៎បងក្មេងគ្នាត្រង់តែឃើញអីថាហ្នឹងហើយចាហ្នឹងហើយ បាទឯគាត់ចាក់ស្ដែងណាអូននេះ ចាបង បាទគាត់ប្រាប់ហើយគាត់អ្នកចេះអ្នកដឹងអ្នកសុកអ្នកជាអ្នកចម្រើនអ្នកសេរីសួស្ដីជោគជ័យគ្រប់កន្លែងទាំងអស់សម្រាប់អ្នកកំដងក៏ល្អដែរ ល្អបងអើយកំដងអ្នករៀននោះអ្នករៀនសូត្របានចេះដឹងនោះសួរ តាមតែខ្ញុំដឹងមើលទៅអ្នកកំដរហ្នឹងមិនស្រួលមិនទាន់លេងម៉មផងនេះអ่ะទាន់លេងម៉មផងឈប់ហើយ ឈប់ហ៎ ឈប់ហើយ ខ្ញុំមើលទៅឃើញល្មែល្មក់ណាបងមេល្មក់តែចំណេះដឹងគេខ្ពស់ អូតែប៉ុន្តែលោកមេបាគាត់ជ្រើសរើសត្រូវហើយគេយកកំឡោះព្រមចារាណ៎នឹងកំឡោះព្រមចារាហើយជំរាបសួរលោកប្រុស នៅមើង ចាឈ្មោះអីទៀត ឈ្មោះតូឡា អូតូឡាចាឈ្មោះប្រុសតូឡាអាយុប្រហែលហើយបង16អូ16ឆ្នាំឯងអើយ ហៅគេសិតបង ហ៎ នេះ16ហៅគេសិតបងឯង ចុះយើងការគួសម អញ្ចឹង ការគួសម សួរលោកប្រុសកដាលផង ទាំងនេះជំរាបសួរលោកប្រុសចាឈ្មោះអីណាទៀត ឈ្មោះខេម ចា ឈ្មោះខេម អូឈ្មោះខេមបងខេមបងខេមមកនៅនេះសោះអើយខេមស្រីណាណោះខេមប្រុសមកនៅនេះតានេះ ប្រុសនៅនេះ បងខេមមកងើបមកបងខេមបងខេមចាប់ពីថ្ងៃនេះទៅខ្ញុំនឹងយកបងខេមកាត់សក់ជាមួយនឹងសួស្ដីហើយតើបងខេមកាត់សក់ជាមួយខ្ញុំទេបង អត់ឯការងារគេរៀនសូត្រផ្សេងកំពុងវ័យសិក្សាណានៅ ចុះ រៀ បើ ន ឈ្មោះខេមខ្ញុំស្មានគាត់មានចំណេះចេះដឹងខាងផ្នែកអាយ៉ៃ នៅសិក្សាទេចេះទាំងអស់ ចឹង រៀនក៏ចេះចំណេះដឹងសិល្បៈក៏មានដែរមិនធម្មតាទេ បណ្ឌិតបរិញ្ញាហ៎គេបានរៀនសូត្រអូល្អណាស់ យ៉ាងណាកម្ពស់ជាងខ្លួនឯងដែរកម្ពស់ ពោះជាងហើយបានមកសក់គេល្អបងណាគេសម័យឥឡូវគេពេញនិយមឥឡូវសក់រួញរួញចឹង ហ្នឹងអាយុប្រហែលណាកំឡោះ 16 អូននេះ16ដែរមិញក្មេងនៅរៀនអូនណា បាទ រៀនណាទីប៉ុន្មាន ទី10 អូចេះដែរ អូទី10ចាចា 16ត្រូវ ចា អត់មានរៀនត្រួតឆ្នាំឯង ចា គាត់ចូលរៀនអាយុ6ឆ្នាំឥឡូវ16អាយុ ថ្នាក់ទី10 10ចាបានន័យថាឡើងថ្នាក់រហូត ចាចេះឲ្យនៅឲ្យមីក្រូមួយសូត្រមេ2សូត្រឲ្យចប់ហ្នឹងមេ2ហ្នឹងមួយយើងរៀនដល់ថ្នាក់ទី10អីមិនធម្មតាទេហ៎ហើយសូត្រមេ2មានពាក់ព័ន្ធអីមួយភ័យអូនក្មេងៗនេះក្មួយយើងនោះក្មួយគាត់ស្ដាប់ថាពូរៀនចេះដល់ណាក៏ដោយក៏ពូរឿងមេលេខពូមិនភ្លេចទេធម្មតាយើងរៀនពីលេខទូចទៅលេខធំអញ្ចឹងយើងអាសាវរីរបស់យើងធ្លាប់រៀនអាមេ2យើងឡើងវិញសូត្រតិចមើលចង់ដឹងសំឡេងណាហើយអញ្ចឹងមានអ្នកណាចេះសូត្រណាមានទេ2នាក់ទៀតចេះហ៎2នាក់ចេះ2ណាមួយណាក៏បានណាអត់ទៅយកមួយមកចឹងតែយកមួយឲ្យពូអូត្រង់ភ័យសបើមអូគេអូមកគេអូគ្នាចេះមកជួយគ្នាអីក៏តែគេបកកើតលើអ្នកកំដរយកគេមកហៅខ្លួនឯងមកទៅអីទៀតហ្នឹងទៅអង្គុយវិញស្មានឲ្យមកឈរបង្ហាញមកនេះហូមកបាន2នាក់តែស្អាតខ្ញុំឃើញតោតាណៅស្អាតណាបងតាំងពីព្រឹកមកណាតំដៅវិញបានហ៎តំដៅយកអាខាងនោះបានអត់មែនតែដូរយកអាខាងនោះវិញទេអត់តន់ឲ្យដូរទេសួរសិនឥឡូវកំឡោះឈ្មោះអីមួយរាជបាទអាយុប្រហែល16អូអញ្ចឹងមានថាអ្នកកំដរមើលអាយុអត់16អត់រើសមកទេមែនទេអូតែអាយុស្មើគ្នាល្អអាយុ16ឆ្នាំ16ឆ្នាំហើយបងខ្ញុំឃើញបងគ្រឿន16ដែរ16ដែររៀនដល់ណាដែរប្រឡោះខ្ញុំឈប់រៀនយូរហើយអូនអូគេធ្វើការបាទឥឡូវរកអ្នកណាដែលថាចង់ដូរមិញអ្នកណាគេអូនអត់តែយកអូននឹងមកចឹងនេះវាតែ3នាក់បើចៅដាក់គ្នារហូតចាំមើលរុញដាក់គ្នាចាំមើលតែមើលអស់ពីអូននោះចាំមើលមួយណាទៀតទី3ហើយទៀតដែរថាខ្ញុំ
អាយុម៉ានមិញ 16 16ដែរឆ្នាំអូន16 យ៉ា ចាហ្នឹងហើយ រៀននៅរៀនណា រៀន ណាទីម៉ាន ទី អូបាទទី9យ៉ាងណាក៏គាត់បើដែរ ចា បើខ្ញុំរៀនបានណាទី7 20ថ្ងៃ មកបែររៀន ហើ បា យ ន ឈ តិច ប់រៀ ទេ ន បង ក៏ហ្នឹងនេះធ្វើម៉េចបើចំណេះដឹងយើងទទួលបានតែប៉ុណ្្នឹង ចុះមិនព្រមរៀនឲ្យខ្ពស់តិចទៅ រៀនអត់កើត ហើយមិនរៀនអត់កើត មេក្រូល្អណាស់អសូត្រមេ2 1ឲ្យក្មេងៗស្ដាប់ចង់ដឹងចំណេះដឹងយើងកុំឲ្យយើងចោលតែយើងខានសូត្រយូរភ្លេចហ៎ 2 ម្ដង 2 2ម្ដង 4 2ម្ដងមកយូរ 2 3 4 មកយូរមិនថា បង2 3ដងមកយូរអូ 2 ស្រួលចាំមែនណាមេលេងនេះស្រួលចាំហ៎ មកយូរ 2 ម្ដង 2 3ដងមកយូរអូមកយូរ6កំប៉ុងអូ អូត្រូវរបស់វាមែន អូយត្រូវម៉ាច់មកឆាប់ចាប់បានមែនណា 2តែ5ដងដួលបាត់ហើយចឹងមើល2 3ដងមកយូរហើយអូនឯងរៀននៅសាលាណាពូថា សាលា ឥឡូវទេអូនក្មេងៗទុយគាត់ស្ដាប់យើងឥឡូវសូត្រមេ2ឲ្យត្រូវឲ្យចប់មកយល់ទេបងចង់ដឹងដែរហ្នឹងបងអាចនឹងភ្លេចដែរចឹងណាសាក់សូត្រមេ2មកចឹង 2 ម្ដង 2 2ម្ដង 4 2ដង 6 2 4ដង 8 2 5ដង 10 2 6ដង 12 2 5 2ដង 14 2 5 1ដង អូយភ្លេចមែនចាញ់ក្មួយអញទេអាពៅអាមកនេះឲ្យសូត្រមេ2ឲ្យពូស្ដាប់ហើយ50000ឯងកុំអើអង្គុយអូនអាចមើលអូននេះសូត្រមេ2សូត្រមេ2ក្មួយ 2 ម្ដង 2 2 2ដង 4 2 3ដង 6 2 4ដង 8 2 5ដង 10 2 6ដង 12 2 5 2ដង 14 2 5 2ដង 15 2 6 2 5 4ដង 16 2 5 4ដង 18 2 10ដង 20 អូចាញ់អូនមែនមិនអីរៀនណាទីម៉ានរាល់ថ្ងៃ ទី3 អូនទី9អត់ទៅមេ2អត់ត្រូវក្នុងការក៏រៀនតែផុំពួរពេកភ្លេចអូទុយពេកសិលសោតហ៎ អត់ទេ ចឹង ស្ទើរ មួយឯងចេះសោតមេ2អីចេះសោតមេ3អត់ចាចាំមេ2ចេះចឹងបើមេ1ណសោតមេ1ត្រូវពួកឲ្យមកមេ1ហ្នឹង20000ថែមទៀតលុយមូលណាលុយមូលណា 1 ម្ដង 1 1 2ដង 2 1 3ដង 3 1 4ដង 4 4 5 1 5ដង 5 1 5 1ដង 6 1 5 2ដង 7 1 5 3ដង 8 1 5 4ដង 9 1 10ដង 10 អូនចេះមែនឥឡូវសោតមេ2ក៏ចេះមេ1ក៏ចេះបងឯងសោតមេកន្លះមួយទៀតអាមេកន្លះទូជាងមេ1ទៀតអាបើអេ ចេះហង អាហ្នឹងគេសោតកន្លះតាមហ្នឹងគាត់គិតទៅឃើញត្រូវហើយសាក់ឥឡូវសាក់រៀនសោតមើលតាមពូកន្លះម្ដងកន្លះ កន្លះម្ដងកន្លះ កន្លះ2ដង កន្លះ2ដង 1 កន្លះ3ដង កន្លះ3ដង 2 កន្លះ3ដង1 បាទ កន្លះ4ដង កន្លះ4ដង 2 2 កន្លះ5ដង កន្លះ5ដង 2 2 កន្លះ កន្លះ កន្លះ6ដង កន្លះ6ដង ម៉ានអត់ដឹងអាមេហ្នឹងវាអត់ដែររៀននៅសាលាមានឯងរៀនពីកាលត្រឹមត្រូវអរគុណណាស់ក្មួយខាងនេះក្មួយនេះឆ្លាតមែនហ្នឹងហើយ អរគុណណា ចឹង ណា បាន50000អានេះ20000ទៀត 10000 5និង2 40000ពេញ វាមិនដែលទេ ក្មួយទៅអង្គុយឡៃនងវិញណាក្មួយណាកុំទៅណាអូនអ្នកដឹងអ្នករៀនអ្នកសោត ចា គាត់ថានេះនៅរៀននេះអានេះអូនតាណាគ្នាគ្នា20គ្នា ចា បាទបើសោតត្រឹមត្រូវគឺចេះមិនធម្មតាទេ ចា ហើយមានចំណេះជំនាញសិល្បៈដែរអូនក្នុងរាល់ថ្ងៃនេះ ចូលចិត្តមើលពូឯង ហ៎ ចូលចិត្តមើលពូឯង ចិត្តតែមើលពូ ចា មើលពូទៅអីខ្លាច់បាត់ពូហ៎ ហ្នឹងហើយ អូល្អណាស់ហើយចេះច្រៀងចេះរាំចេះសម្ដែងអត់ទេ អត់ចេះ ពូបរៀន ចា ហើយមកខាងនេះឲ្យមេក្រូអូន គ្នា ពូ គ្នា បង្រៀន ណាបង ពូបង្រៀនឲ្យចេះច្រៀងអាយ៉ៃល្អណាស់លោកគ្រូបលេងសូមអាយ៉ៃមកឃ្លាមកចាំតាមពូទៅពូប្រាប់ទាំងអស់ណាដបងរាំរាំឲ្យលឿនមើលដៃគាត់ខាងស្អីយើងត្រូវហើយត្រូវចា
ល្អណាស់អូនត្រូវតាគូភ្លេងហ្នឹងយាយចុះទៅបងឡាយគេមុនជាងគេមិនសាច់គ្រូឲ្យរត់មករត់ពាក្យរត់បរោលអូនណាយអើយអូនស្រី អូនណាអូនណាអើយអូនស្រី ណែដូចខ្ទួយមិនអញអូននាងអើយឈ្មោះអី អូននាងអើយឈ្មោះអី បងចង់លលេងសាកសងសំដី បងចង់នៅលេងសាសងសំដី អីតើអូនស្រីនាងគិតយ៉ាងណា តែអូនស្រីនាងគិតយ៉ាងណា អូនសម្លេងដូចអូនស្រី ប្រាក់សលេងចំចំោះចឹង ចង់ ហី មកអ្នកច្រៀងអាយ៉ៃគេច្រៀងចឹងមែនតា មែនណាបងឥឡូវអ្នកគាត់អ្នកចេះអ្នកដឹងមែន បាទ គាត់ណាបងអើយឥឡូវពេលរៀនគ្រូអាចារ្យ គួរចាធ្វើការបន្តទៀតដល់សល់កម្មវិធីច្រើនណាស់ណោះ ចាបងយកនៅដែលមានកាត់កាត់ស្លាមមានអីទៀតហ៎ចា បាទ អរគុណណា អរគុណណាស់ឃើញថាលោកមេបាបានរៀបចំទៅតាមទម្រង់ប្រពៃណីបុរាណដូនតា ចា បាទឃើញថាព្រឹកមិញមានសពគ្រប់អស់ហើយ ចាបង បាទឃើញតាំងពីលបាំហើយក៏មិញគេគាត់ណាដល់ថ្ងៃមង្គលជ័យរបស់គេអញ្ចឹងណាគេចុះមិនជ័យអត្រាគោលដ្ឋាន ចា ការចំនួនញុំការឲ្យភ្លាមស្អែកឡើងម៉ែទៅនាំទៅចុះបញ្ជីចុះការដ្ឋាន ចុះការថាណាមិច ធ្វើសំណង់ អូការឲ្យត្រូវធ្វើការព្រាម ទៅ ហ្មង ធ្វើការ ហើយ តែនេះសំណាងកូនពុកម៉ែប៉ាម៉ាក់ទាំងសងខាងរៀបចំបាទចំណាយអស់លុយកាក់ច្រើនណាស់អូនហើយរាប់ម៉ឺនដុល្លារគាត់ថាដាក់រៀបចំសំរុំឲ្យកូន ចាបង ឲ្យតែកូនស្រឡាញ់គ្នាឲ្យតែកូនមានសុភមង្គលឲ្យកូនមានក្តីសុខ ចា បាទម៉ាក់លោកក៏សប្បាយចិត្ត ត្រឹម រៀបចំអស់ ត្រូវ ហើយ ហើយ តាំងពីបាទព្រឹកមកដល់សម័យកម្មវិធីក៏ច្រើនមែនទែនបាទ ចា ទៅ បង តាម ចា តែលៀមត្រឡប់ប្រពៃណីផងទៅតាមផ្លូវថាច្បាប់ផងចាថាចុះឲ្យតាសិវលអញ្ចឹងកូនជាគូជាប្តីជាប្រពន្ធនឹងគ្នាហើយដល់ស្របច្បាប់ដល់ល្អដល់ស្របបំប្រងបាទម៉ាក់ក៏លោកសប្បាយចិត្តចឹងណាអូន ចាប ឥឡូវ ង អូនណាកុំបដ ாய் ពេលវេលាកាន់តែវែងឆ្ងាយលោកគ្រូអាចារ្យគាត់នឹងធ្វើការបន្តទៀត ចា ដល់កម្មវិធី ចាបង ច្រើនអញ្ចឹងយើងជុំកន្ត្រៃមាសក្រាស់ប្រាក់តែម្ដងទៅណាម្ចាស់អូន ចាំចាបង បាទយើងខ្ញុំសំដៅថាបួងសួងដល់អង្គសកទេវរាជស្ដេចទេវតាលើកថាបួងសួងកណ្ណាសូមទៅមកកំបត្តិកោកៃកនត្រៃកប្រាក់និងទឹកសម្រាប់ការបានដូចសេចក្តីប្រាថ្នាអូនអ្នកមាននិស័យណាម្ចាស់អូនបួងសួងភ្លាមអូនណាហោះមកភ្លាមតែម្ដង ចាបង នេះគឺជាវត្ថុទៅនៅឋានសួគ៌ ចា យកជូនអ្នកដែលមាននិស័យហើយយើងមើលតាំងនាមមើលណាអ្នកមាននិស័យគឺបានទៅលើកូនប្រុសលោកប៉នាម ប៉នាមអ្វីទៅម្ចាស់បង ចម្រើនភិរុន ចម្រើនភិរុនណា បាទ បងណា យើងគូនឹងកូនក្រមុំលឿងប៉នាមសាមិតអូស្អាអែមអែម ហេមិនចាំបាច់ប្រកបចាំបាច់ប្រកបអានពុប គឺស្អីឲ្យសឆ្លាក់យើងមិនសូវចេះ គេពងថតសាក់សាមិត បាទកូនស្រីលោកប្រនាមសាមិតអែមមីលី ចា អូ ហ្នឹង ឈ្មោះបរុសអូនហើយ ចាឈ្មោះព្រោះ ស័ ណា ក្តិសមនឹងសម្រស់ទាំងប្តីទាំងប្រពន្ធ ចា អញ្ចឹងអូនណាកុំព្រះអង្គយូរឡើយយើងឆ្វែទៅមើលជុំដើម្បីទៅជួបលោកគ្រូអាចារ្យតែម្ដង ម្ចាស់បង គ្រូភ្លេងសូមមកឃ្លៀបមកដល់ហើយភូមិស្បឹងស្រងសំមហោគឺសថាលោកអាសាថៃរៀបចំការកូនប្រុសស្រីខ្ញុំយកកន្ត្រៃមកជូនលោកហើយត្រៃមានក្រាប្រាំងដឹងស្រីបីប្រេសាកូនប្រុសនិងកូនស្រីកាន់ហើយកាលណាបានជួបបានជ័យសិរីសួស្ដីកើតមានកើតប្រាំងអរគុណលោកគ្រូភ្លេង កន្ត្រៃអើយកន្ត្រៃមានក្រាបប្រាក់តាំងមានអស់លោកអញ្ជើញជាវទេកន្ត្រៃយើងខ្ញុំមកពីភូមិសំបុកស្រុកសម្បូរតែមានជ័យព្រៃហើយមកពៀន ប្រយហាមពៀន បង ណាបង សាធុសាធុ គ្រូ បាទ គ្រូ អរគុណណាស់ ចា៎ ការប្រកោប្រកាសការគឺតំណាងឲ្យសកទេវរាជហៅថា បាទ ទេវតាទេពកញ្ញាប្លង់តុង ប្លង់ ពិតប្រកបទេណា ពិតប្រកប ឥឡូវចេះការរួមក្នុងពិធីមង្គលកាត់សពបកសរីបុត្រាបុត្រី បាទ តើលោកអ្នកមានសម្ភារៈអ្វីខ្លះដើម្បីជាចំណងដៃជូនដល់មេត្តាបិតាកាត់កោកេសាកេសីបុត្រាបុត្រីរបស់លោក
បាទលោកគ្រូអាចារ្យនេះគឺជាវត្ថុតនៅឋានសួគ៌លោកគ្រូនេះកន្ត្រៃមានក្រាប្រាក់និងទឹកសរី3ប្រការណាលោកគ្រូ បាទកាលណាប្រមេតាបេដាទាំង4ឲ្យ10ជំទាវភ្ញៀវបងប្អូនទាំងសងខាង បាទ កាត់សក់ឲ្យនាងអ្នកសម័យខ្លួនថ្ងៃមង្គលជ័យ បាទ កើតអ្វីខ្លះសម្រាប់កូនទាំងពីរ បាទប្របីណាលោកគ្រូអាចារ្យទៀនហើយកិនតែកាត់ប្រាក់លោកគ្រូអាចារ្យថាកាត់កូនប្រុសបានធ្វើយកដល់មន្ត្រីកាត់កូនស្រីហ្នឹងបានកើតជាលោកជំទាវកាត់ទៅហ្នឹងកើតមានការប្រាក់កើតសិរីស្រីលោកគ្រូអាចារ្យទៀនហើយ បាទអេតេអ្នកសច្ចចេអ្នក បាទ ហោតុសម្បទា បាទ ពាក្យពលទាំងប៉ុណ្ណេះសូមឲ្យស័ក្តិសិទ្ធិពិតប្រកបកើតមានដល់កូនប្រុសកូនស្រី បាទ បើនាងអ្នកប្រាថ្នារកបុណ្យស័ក្តិឋានៈទូរន្ទីលុយកាក់មាសប្រាក់កែវកងពីទូរកម្មរបស់ក្រងាយ បាទ ហើយរបស់ជាឆ្ងាយបានមកចិត្ត បាទ បោះណាមតនគិតម្ដាយពុកផ្សំគុំហើយសេរីសុត្រីកើតមានរហូតតរៀងទៅ ពិត មក មែនហើយលោកគ្រូ ជើញណាស់ជួបលោកភពបលាមហាសម្បត្តិទាំង4មកបាញ់ជើញ បាទអរគុណលោកគ្រូ ណាជើញលោកម្ដាយលោកពុកអើយបាទអរគុណឥឡូវលោកម្ដាយលោកពុកមានអីរង្វាន់ខាន់ខាវសម្រាប់នាងអ្នកដែលហែកត្រៃមាសក្រាបប្រាក់ បាទអរគុណណាស់ទៀនហើយបាទយើងខ្ញុំសូមលើកហដ្ឋាបួងសួងដល់អង្គស្កទេវរាជស្ដេចទេវតាឲ្យលោកមិនបានទៅសងខាងយងកនកាត់ប្រាក់ដូចបាទតកាត់សក់កូនប្រុសកូនស្រីកាលណាសូមឲ្យកើតមាសកើតប្រាក់កើតសិរីសួស្ដីតរៀងទៅ មកចាំជ័យយ៉ង ជ័យសួរ សកង សក កាត់សាក់បង្កក់សេរីជូនកូនប្រុសកូនស្រីលោកមេបាពិតជាមានជោគមានជ័យពិតប្រាកដមែនអង មែន បើពិតជាមែនបានអ្វីជាបន្ត អូ